នៅក្នុង podcast មួយនេះយើងនឹងបកស្រាយពន្យល់អំពី living trust ឬមួយក៏ inter vivo revocable trust ដែលត្រូវបានគេស្គាល់ផងដែរថាជាកិច្ចព្រមព្រៀងតាមផ្លូវច្បាប់មួយដែលបុគ្គលម្នាក់ហៅថា grantor ដែលជាអ្នកបង្កើត trust ផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួនចូលទៅក្នុង trust ដើម្បីឲ្យគ្រប់គ្រងនិងប្រើប្រាស់សម្រាប់អត្ថប្រយោជន៍របស់ខ្លួនក្នុងកំណងពេលដែលខ្លួននៅមានជីវិតហើយបន្ទាប់ពីអ្នកបង្កើត trust បានទទួលមរណភាពទ្រព្យសម្បត្តិដែលមាននៅក្នុង trust នឹងត្រូវផ្ទេរទៅឲ្យអ្នកទទួលផលដែលហៅថា beneficiaries ដែលមិនចាំបាច់ឆ្លងកាត់នីតិវិធី probate ឬការគ្រប់គ្រងមរតកតាមតុលាការនោះឡើយហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ living trust បានក្លាយទៅជាជម្រើសដែលមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងហើយមេធាវីជាច្រើនបានកាត់សម្គាល់ថាមានការកើនឡើងយ៉ាងច្រើននៃអតិថិជនដែលជ្រើសរើសបង្កើត living trust តើហេតុអ្វីបានជា living trust ទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សច្រើនដូចនេះអញ្ចឹងយើងអាចមកស្វែងយល់ពីអត្ថប្រយោជន៍នៃ living trust ទាំងអស់គ្នាទី1គឺការគ្រប់គ្រងពេញលេញក្នុងកំឡុងពេលមានជីវិតអត្ថប្រយោជន៍ដ៏សំខាន់មួយរបស់ living trust គឺអ្នកបង្កើត trust នៅតែរក្សាសិទ្ធិនិងអំណាចពេញលេញក្នុងការគ្រប់គ្រង trust ខណៈដែលខ្លួននៅមានជីវិតទ្រព្យសម្បត្តិដែលបានដាក់ចូលទៅក្នុង trust នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកបង្កើត trust ហើយពួកគេអាចទិញលក់ផ្ទេរកែប្រែឬដាក់បញ្ចាំទ្រព្យសម្បត្តិទាំងនេះបានទៅតាមឆន្ទៈរបស់ខ្លួនខុសពី irrevocable trust ឬមួយក៏បកប្រែថា trust ដែលមិនអាចលុបចោលឬកែប្រែបាន living trust នឹងគឺអនុញ្ញាតឲ្យអ្នកបង្កើត trust កែប្រែខ្លឹមសារនៃ trust បានគ្រប់ពេលវេលារួមទាំងការបន្ថែមឬដកឈ្មោះអ្នកទទួលផលផងដែរហើយភាពបត់បែននេះធ្វើឲ្យអ្នកបង្កើត trust អាចបន្តគ្រប់គ្រងកិច្ចការហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរបស់ខ្លួនបានពេញលេញមួយជីវិតហើយចំណុចល្អមួយទៀតគឺការជៀសវាងនីតិវិធី probate ហើយ probate គឺជានីតិវិធីរបស់តុលាការដែលត្រូវបានប្រើសម្រាប់ផ្ទៀងផ្ទាត់សុពលភាពនៃលិខិតបណ្ដាំ will ហើយកំណត់អត្តសញ្ញាណទ្រព្យសម្បត្តិបង់បំណុលនិងពន្ធផ្សេងៗដែលពាក់ព័ន្ធហើយចុងក្រោយចែកចាយទ្រព្យសម្បត្តិទៅអ្នកទទួលមរតកនីតិវិធីនេះជាទូទៅអាចចំណាយពេលយូរមានការចំណាយខ្ពស់ហើយព័ត៌មានជាច្រើនក្លាយជាកំណត់ត្រាសាធារណៈអត្ថប្រយោជន៍ដ៏សំខាន់បំផុតរបស់ living trust គឺកើតមានបន្ទាប់ពីអ្នកបង្កើត trust គាត់បានទទួលមរណភាពដោយសារតែទ្រព្យសម្បត្តិដែលស្ថិតនៅក្នុង living trust ហ្នឹងមិនចាំបាច់ឆ្លងកាត់នីតិវិធី probate ហើយដោយប្រើ living trust ទ្រព្យសម្បត្តិអាចត្រូវបានផ្ទេរទៅអ្នកទទួលផលបានលឿនជាងមុនមានភាពឯកជនជាងមុននិងជៀសវាងការពន្យាពេលដែលកើតឡើងពីនីតិវិធីតុលាការក្នុងដំណើរការ probate ម្ចាស់បំណុលត្រូវមានឱកាសដាក់ពាក្យទាមទារបំណុលចំពោះមរតកដែលអាចនាំឲ្យមានការពន្យាពេលចែកចាយទ្រព្យសម្បត្តិរហូតដល់ប្រហែលជាង1ឆ្នាំតែផ្ទុយទៅវិញទ្រព្យសម្បត្តិដែលមាននៅក្នុង living trust ជាទូទៅគឺមិនមែនជាផ្នែកមួយនៃ probate estate នោះទេអញ្ចឹងហើយការផ្ទេរទ្រព្យសម្បត្តិទៅអ្នកទទួលផលអាចប្រព្រឹត្តទៅបានយ៉ាងមានប្រសិទ្ធភាពដោយមិនចាំបាច់រងចាំការបញ្ចប់នីតិវិធី probateហើយចំណុចល្អមួយទៀតដែលជាចំណុចទី3គឺកាត់បន្ថយវិវាទនៅក្នុងគ្រួសារ living trust ក៏អាចជួយកាត់បន្ថយជម្លោះក្នុងគ្រួសារបន្ទាប់ពីអ្នកបង្កើត trust បានទទួលមរណភាពផងដែរនៅក្នុងនីតិវិធី probate សាច់ញាតិឬភាគីដែលច្បាប់កំណត់ត្រូវបានជូនដំណឹងអំពីការបើកដំណើរការបែងចែកមរតកហើយបុគ្គលដែលយល់ថាសិទ្ធិរបស់ខ្លួនត្រូវបានរំលោភបំពានអាចដាក់ពាក្យបណ្ដឹងប្រឆាំងទៅនឹងមរតកបានចំណែកឯ living trust វិញ trust គ្រាន់តែអនុវត្តតាមលក្ខខណ្ឌនិងសេចក្តីណែនាំដែលមានចែងនៅក្នុងឯកសារ trust តែប៉ុណ្ណោះហើយជាទូទៅគឺមិនមាននីតិវិធីជូនដំណឹងជាសាធារណៈដូចជា probate នោះទេជាលទ្ធផលវាអាចកាត់បន្ថយហានិភ័យនៃការប្តឹងជំទាស់និងជម្លោះនៅក្នុងចំណោមសមាជិកគ្រួសារបានយ៉ាងមានប្រសិទ្ធភាពហើយចំណុចល្អទី4គឺពាក់ព័ន្ធទៅនឹង successor trustee នៅក្នុងករណីដែលម្ចាស់ trust អសមត្ថភាពជាទូទៅ living trust មិនមែនត្រឹមតែមានប្រយោជន៍បន្ទាប់ពីមរណភាពប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងការពារអ្នកបង្កើត trust នៅពេលដែលពួកគេបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងកិច្ចការរបស់ខ្លួនផងដែរអ្នកបង្កើត trust អាចតែងតាំង successor trustee ឬក៏ហៅថាអ្នកគ្រប់គ្រង trust ជំនួសហ្នឹងដើម្បីគ្រប់គ្រង trust ប្រសិនបើពួកគេក្លាយជាបុគ្គលដែលខ្វះសមត្ថភាពក្នុងការសម្រេចចិត្តឬក៏គ្រប់គ្រងទ្រព្យសម្បត្តិនៅក្នុងករណីជាច្រើនវិធីសាស្ត្រនេះអាចមានប្រសិទ្ធភាពជាង power of attorney ពីព្រោះស្ថាប័នហិរញ្ញវត្ថុឬស្ថាប័នសុខាភិបាលមួយចំនួនអាចទាមទារទម្រង់ power of attorney ជាក់លាក់របស់ខ្លួនតែផ្ទុយទៅវិញអំណាចរបស់ trustee នៅក្នុងការគ្រប់គ្រង trust ត្រូវបានកំណត់ដោយឯកសារ trust ដោយផ្ទាល់ដែលអាចធ្វើឲ្យការផ្ទេរអំណាចប្រព្រឹត្តទៅបានយ៉ាងរលូននិងមានប្រសិទ្ធភាពហើយលក្ខណៈពិសេសនេះធានាថាកិច្ចការហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរបស់អ្នកបង្កើត trust នឹងបន្ត
ត្រូវបានគ្រប់គ្រងបានយ៉ាងល្អបើទោះបីជាពួកគេមានជំងឺឬបាត់បង់សមត្ថភាពក៏ដោយមិនចាំបាច់មាននីតិវិធីតុលាការស្មុគស្មាញនោះឡើយហើយមូលហេតុមួយដែលធ្វើឲ្យ Living Trust មានការពេញនិយមគឺជាទូទៅវាមិនបង្កឲ្យមានគុណវិបត្តិសំខាន់ណាមួយសម្រាប់អ្នកបង្កើត Trust ក្នុងកំឡុងពេលដែលពួកគេមានជីវិតនោះទេអ្នកបង្កើត Trust នៅតែបន្តកាន់កាប់គ្រប់គ្រងនិងប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួនបានដោយធម្មតាដោយដែលបានជម្រាបឡើងខាងលើហើយ Trust នឹងមានសុពលភាពនៅពេលដែលអ្នកបង្កើត Trust គាត់ទទួលមរណភាពឬបាត់បង់សមត្ថភាពដូច្នេះបុគ្គលអាចទទួលបានអត្ថប្រយោជន៍នៃការរៀបចំផែនការទ្រព្យសម្បត្តិការរក្សាឯកជនភាពនិងការគ្រប់គ្រងទ្រព្យសម្បត្តិប្រកបដោយប្រសិទ្ធភាពដោយមិនបាត់បង់សិទ្ធិនៅក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួនឡើយចឹងហើយសម្រាប់ជាសេចក្តីសន្និដ្ឋាន Living Trust បានក្លាយទៅជាឧបករណ៍ដែលមានប្រសិទ្ធភាពមួយនៅក្នុងការរៀបចំផែនការទ្រព្យសម្បត្តិដោយសារអត្ថប្រយោជន៍ដ៏ច្រើនរបស់វាជាពិសេសគឺការជៀសវាងនីតិវិធី probate និងការធ្វើឲ្យការផ្ទេរទ្រព្យសម្បត្តិទៅអ្នកដែលទទួលផលកាន់តែមានភាពងាយស្រួលនិងមានប្រសិទ្ធភាពLiving Trust វាផ្ដល់នូវភាពបត់បែននិងសិទ្ធិនៅក្នុងការគ្រប់គ្រងឯកជនភាពក្នុងកំឡុងពេលមានជីវិតព្រមទាំងជួយកាត់បន្ថយហានិភ័យនៃវិវាទនិងសម្រួលការគ្រប់គ្រងទ្រព្យសម្បត្តិបន្ទាប់ពីមរណភាពឬក៏ក្នុងករណីបាត់បង់សមត្ថភាពដោយសារតែអត្ថប្រយោជន៍ទាំងនេះមនុស្សជាច្រើនកំពុងតែជ្រើសរើស Living Trust ជាផ្នែកមួយនៃការរៀបចំផែនការមរតកនិងការការពារទ្រព្យសម្បត្តិរបស់ពួកគេដើម្បីដឹងព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ការិយាល័យមេធាវី Lewis Haskell តាមរយៈលេខទូរស័ព្ទ978 459 8359ឬផ្ញើសារមកកាន់ការិយាល័យរបស់យើង